ពីសំណួរដែលខ្ញុំសួរទៅទេពរចនាសំណួរទី1ហេតុអ្វីត្រូវជឿវិទ្យាសាស្ត្រពេលនោះរចនាឆ្លើយថាវិទ្យាសាស្ត្រគឺជាវិជ្ជាដែលសិក្សាពីធម្មជាតិមានការពិសោធន៍និងផ្ទៀងផ្ទាត់ច្បាស់លាស់ហើយទទួលស្គាល់ជាសកលសំណួរមួយទៀតខ្ញុំសួរថាចុះបើអ្នកវិទ្យាសាស្ត្រកុហករចនាឆ្លើយថាអ្នកវិទ្យាសាស្ត្រមិនអាចកុហកបានទេព្រោះថាបើទ្រឹស្ដីណាមិនពិតមិនអាចពិសោធន៍ផ្ទៀងផ្ទាត់ជាក់ស្ដែងបាននោះគេមិនរាប់ចូលជាទ្រឹស្ដីវិទ្យាសាស្ត្រទេហើយក៏គ្មានអ្នកណាទទួលស្គាល់ដែរសំណួរចម្លើយនេះខ្ញុំបង្កើតឡើងដើម្បីចែករំលែកចំណេះដឹងមានចែករំលែកចំណេះដឹងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រនិងចំណេះដឹងទូទៅផ្សេងទៀតការចែករំលែកនេះទទួលបានការគាំទ្រពីឪពុកម្ដាយជាច្រើនដែលចង់ឲ្យកូនទទួលបានចំណេះដឹងនិងការអប់រំល្អៗតែក៏មានមនុស្សមួយចំនួនតូចដែលមានជំនឿងប់ងល់ចូលមកវាយប្រហារទេពរចនាយ៉ាងចាស់ដៃសម្រាប់ខ្ញុំដែលជាអ្នកចែករំលែកចំណេះដឹងចាស់ភាសាម្នាក់ការវាយប្រហារបែបនេះគឺជារឿងធម្មតាតែសម្រាប់អ្នកចែករំលែកចំណេះដឹងថ្មីដូចជាទេពរចនាអាចនឹងឆ្ងល់ប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាមានមនុស្សចំណាយពេលវេលាមកប្រឆាំងលើការចែករំលែកចំណេះដឹងតោះឥឡូវនេះខ្ញុំណែនាំឲ្យស្គាល់ទេពរចនាសិនទេពរចនាមានវ័យអាយុ15ឆ្នាំជាគ្រូបង្រៀនស្ម័គ្រចិត្តនៅសាលាសិល្បៈគំនូរជីវចលនិងភាពយន្តជាសាលាដែលបង្រៀនសិស្សដែលឥតគិតថ្លៃទេពរចនាគឺជាគ្រូបង្រៀនស្ម័គ្រចិត្តភាសាអង់គ្លេសនិងកុំព្យូទ័រនៅទីនេះយើងមានបង្រៀនភាសាអង់គ្លេសគំនូរជីវចលថតនិងកាត់តភាពយន្តគោលដៅរបស់ពួកយើងគឺពន្លឿនការអភិវឌ្ឍធនធានមនុស្សចូលទៅក្នុងសម័យកាលបច្ចេកវិទ្យាឥឡូវនេះខ្ញុំមកបកស្រាយនៅអ្វីដែលទេពរចនាឆ្លើយចំពោះសំណួររបស់ខ្ញុំពីរសំណួរសំណួរទី1ខ្ញុំសួរថាហេតុអ្វីត្រូវជឿលើវិទ្យាសាស្ត្រពេលនោះរចនាឆ្លើយថាវិទ្យាសាស្ត្រគឺជាវិជ្ជាដែលសិក្សាពីធម្មជាតិមានការពិសោធន៍និងផ្ទៀងផ្ទាត់ច្បាស់លាស់ហើយទទួលស្គាល់ជាសកលបងប្អូនជាទីគោរពជាទីស្រឡាញ់បងប្អូនដឹងទេថាមនុស្សយើងជាផ្នែកមួយនៃធម្មជាតិការសិក្សាទៅលើធម្មជាតិដើម្បីទទួលយកចំណេះដឹងថ្មីសម្រួលដល់ការរស់នៅគឺជារឿងសំខាន់ដោយការសង្កេតនិងការសិក្សាទៅលើធម្មជាតិរយៈពេលរាប់ពាន់ឆ្នាំមនុស្សក៏ចេះបែងចែករដូវសម្រាប់ធ្វើស្រែចម្ការបង្កើតបានជាប្រតិទិនសម្រាប់រាប់ថ្ងៃខែឆ្នាំរហូតដល់ពេលបច្ចុប្បន្នដើម្បីបង្កើតប្រតិទិនមួយបានដែលមានភាពសក្រិតដូចបច្ចុប្បន្ននេះអ្នកវិទ្យាសាស្ត្របុរាណបានសម្លឹងមើលមេឃសិក្សាពីដំណើរគោចររបស់ផ្កាយពីចំនួន1ទៅចំនួន1រហូតដល់រាប់ពាន់ឆ្នាំទម្រាំបានបង្កើតប្រតិទិនមួយយ៉ាងសក្រិតបានការបែងចែករដូវការបង្កើតប្រតិទិនគឺជាផ្នែកមួយដ៏សំខាន់បំផុតក្នុងការងារកសិកម្មការសិក្សាពីធម្មជាតិគឺជារឿងសំខាន់តើមានអ្នកណាម្នាក់ដែលអាចរស់នៅប្រឆាចពីធម្មជាតិបានកាលពីសម័យបុរាណមនុស្សមិនទាន់ដឹងឡើយថាជំងឺគឺជាអ្វីគ្រាន់តែដឹងថាជំងឺអាចធ្វើឲ្យមនុស្សទាំងចាស់ទាំងក្មេងឈឺហើយស្លាប់បានខ្លះគិតថាជំងឺគឺជាវិញ្ញាណបិសាចខ្លះគិតថាជាបណ្ដាសារបស់ព្រះខ្លះគិតថាជាអំពើរបស់សត្រូវតែសម័យក្រោយៗមកអ្នកវិទ្យាសាស្ត្របានបង្កើតកែវដែលអាចពង្រីកឃើញមេរោគដ៏តូចល្អិតដែលចូលទៅបំផ្លាញកោសិកាផ្នែកណាមួយរបស់រាងកាយដែលធ្វើឲ្យមនុស្សឈឺរហូតដល់ស្លាប់បានការសង្កេតមើលរបស់កាន់តែតូចនិងសិក្សាទៅលើធម្មពលដែលយើងមិនអាចមើលឃើញនឹងភ្នែកគេអាចបង្កើតរបស់ថ្មីនិងកាន់តែទំនើបសំណួរទី2សួរថាចុះបើអ្នកវិទ្យាសាស្ត្រកុហករចនាឆ្លើយថាអ្នកវិទ្យាសាស្ត្រមិនអាចកុហកបានទេព្រោះថាបើទ្រឹស្ដីណាមិនពិតមិនអាចយកមកពិសោធន៍ផ្ទៀងផ្ទាត់ជាក់ស្ដែងបាននោះគេមិនរាប់ជាទ្រឹស្ដីវិទ្យាសាស្ត្រទេហើយក៏គ្មានអ្នកណាទទួលស្គាល់ដែរអ្នកខ្លះគេថាមនុស្សដូចគ្នាហេតុអ្វីថាមិនចេះកុហកខ្ញុំឧទាហរណ៍ថាមានមនុស្សម្នាក់ផ្កាប់ចានចុះក្រោមហើយយកដៃសង្កត់ចានជាប់ប្រាប់គេថាក្នុងចានមានសាច់មួយដុំអ្នកដែលជឿគ្រប់តាមតែងតែមានជំនឿថានៅក្នុងចានពិតជាមានសាច់មួយដុំមែនទាំងមិនដែលបើកមើលប៉ុន្តែវិទ្យាសាស្ត្រមិនដូចនោះទេគឺត្រូវផ្ងាចានមើលទាំងអស់គ្នាផ្ងាចានដើម្បីមើលការពិតថាក្នុងចានមានអ្វីវាអត់អាស្រ័យលើគេថាទេអាស្រ័យថាយើងឃើញអ្វីអ្នកខ្លះគេថាវិទ្យាសាស្ត្រចេះតែសរសេរទៅហើយយើងមានអ្វីយកទៅពិសោធន៍ទ្រឹស្ដីវិទ្យាសាស្ត្របានបងប្អូនត្រូវដឹងទ្រឹស្ដីវិទ្យាសាស្ត្រគឺសិក្សាពីធម្មជាតិចង់ពិសោធន៍ទ្រឹស្ដីវិទ្យាសាស្ត្រគឺផ្ទៀងផ្ទាត់ជាមួយធម្មជាតិហើយឧបករណ៍វិទ្យាសាស្ត្រទាំងអស់គឺកើតចេញពីធម្មជាតិទាំងអស់សុទ្ធតែយើងអាចធ្វើបានទេបងប្អូនតែត្រូវរៀនសិនបងប្អូនចង់បង្កើតអីតេឡេស្កូបសម្រាប់មើលផ្កាយត្រីវិស័យសម្រាប់មើលទិសម៉ាស៊ីនឡានម៉ូទ័រអគ្គិសនីឌីណាម៉ូភ្លើងចាំទំនេរខ្ញុំបង្កើតឲ្យបងប្អូនមើលទ្រឹស្ដីវិទ្យាសាស្ត្រទាំងអស់សុទ្ធតែយកមកពិសោធន៍ជាក់ស្ដែងបានខ្ញុំនឹងនាំបងប្អូនពិសោធន៍ទ្រឹស្ដីវិទ្យាសាស្ត្រចាប់ពីកខទៅបងប្អូនខ្ញុំឈប់ពីការងារដើម្បីមានពេលវេលាពេញលេញមកធ្វើការងារអស់ហ្នឹងបើខ្ញុំធ្វើការប្រាក់ខែខ្ញុំគួរសមប៉ុន្តែគោលដៅរបស់ខ្ញុំមិនមែនប្រាក់ខែទេគឺពន្លឿនការអភិវឌ្ឍធនធានមនុស្សចូលទៅក្នុងសម័យកាលបច្ចេកវិទ្យាខ្ញុំឃើញក្មេងៗច្រើនដែលចង់រៀនវិទ្យាសាស្ត្រតែពួកគេអត់ដឹងចាប់ផ្ដើមពីចំណុចណាខ្ញុំនឹងធ្វើជាអ្នកដឹកដៃទៅរកក្តីស្រមៃរបស់ពួកគេរាល់ពេលដែលខ្ញុំចែករំលែកចំណេះដឹងទាក់ទងទៅនឹងវិទ្យាសាស្ត្រមានមនុស្សមួយចំនួនក៏ធ្វើដូចគាត់នឹងចេះដឹងគ្រប់សពចេះទាំងមិនដែលរៀនខ្ជិលរៀនតែតាំងខ្លួនធ្វើជាអ្នកចេះវេកញែកវិទ្យាសាស្ត្រទាំងមិនដឹងថាវិទ្យាសាស្ត្រជាអ្វី
វិទ្យាសាស្ត្រមិនមែនជាលទ្ធិមិនមែនជាក្រុមមនុស្សណាមួយទេគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរួមរបស់មនុស្សជាតិមិនមែនជាសម្ដីមនុស្សមួយក្រុមដែលចេះតែថាយ៉ាងម៉េចក៏បាននោះទេបើគ្មានភស្តុតាងបើគ្មានការពិសោធន៍ផ្ទៀងផ្ទាត់ជាក់ស្ដែងទេនោះគេមិនរាប់ចូលជាទ្រឹស្ដីវិទ្យាសាស្ត្រទេទោះបីជាលទ្ធផលនោះសិក្សាស្រាវជ្រាវផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់យ៉ាងណាក្តីប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនដែលយកគំនិតដាច់ខាតថាវាប្រកាសជាត្រឹមត្រូវ 100% នោះទេគ្រប់ទ្រឹស្ដីវិទ្យាសាស្ត្រទាំងអស់សុទ្ធតែអាចសាររើឡើងវិញបានបើយើងពិនិត្យឃើញថាមានកំហុសបើទោះបីជាទ្រឹស្ដីនោះបង្កើតឡើងដោយបេដាវិទ្យាសាស្ត្រឬជីដូនជាតាវិទ្យាសាស្ត្រក៏ដោយឲ្យតែគេសង្កេតឃើញថាមានកំហុសគឺត្រូវតែកែប៉ុន្តែរាល់ការសាររើនិងការកែប្រែទ្រឹស្ដីវិទ្យាសាស្ត្រគឺត្រូវតែភ្ជាប់ជាមួយភស្តុតាងនិងការពិសោធន៍ផ្ទៀងផ្ទាត់ជាក់ស្ដែងវិទ្យាសាស្ត្រមិនមែនជាលទ្ធិមិនមែនជាក្រុមមនុស្សណាមួយហើយក៏មិនមែនជាបកនយោបាយណាមួយដែរទោះបីជាអ្នកវិទ្យាសាស្ត្រនោះមាននិន្នាការបែបណាក៏ដោយប៉ុន្តែទ្រឹស្ដីវិទ្យាសាស្ត្រគឺត្រូវតែជាទ្រឹស្ដីសកលដែលសិក្សាពីដំណើរពិតរបស់ធម្មជាតិខ្ញុំចែករំលែកចំណេះដឹងវិទ្យាសាស្ត្រគឺចង់នាំមកនូវភាពរីកចម្រើនដើម្បីភាពរីកចម្រើនដល់សង្គមជាតិយើងកុំយកពេលទំនេរទៅវាយប្រហារអ្នកចែករំលែកចំណេះដឹងចង់ចេះត្រូវខំរៀនកុំខ្ជិលរៀនឲ្យធ្វើចេះពួកយើងចែករំលែកចំណេះដឹងចំណាយលុយផ្ទាល់ខ្លួនចំណាយពេលវេលាផ្ទាល់ខ្លួនអ្វីដែលពួកយើងចង់បានគឺភាពរីកចម្រើនទាំងអស់គ្នា